ព្រះសាស្តាលើកហាត់ថាសេងររៀបហើយពងពាក្យតលថាសូមព្រះកាំងរណាអាចត្រង់ជ្រាបបាត់សັດអន្តរទីបតុកទលភិបបានក្រាំងក្រាំងតនតឹងព្រះធម៌ថ្លៃជានិស័យបច្ចាយច្បាស់អីលើទ្រង់បានត្រាំត្រេកអរណាស់ពុំកាន់តាយសัตว์ខ្លាំងត្រាំដោយការមិនយល់តាមត្រៃលង្កាអីលើយល់ខ្លាំងហើយដោយអំណាចព្រះមានបុណ្យបាស្ដាប់ទេសនាបញ្ញាខ្លាំងលើមុនសុទានលោកម្ចាស់ដ៏មានបុណ្យទ្រង់និមន្តប្រំទេសនាសូមសពសាធុការជ្រះថ្លាអនុមោទនីស្ដាប់ព្រះធម៌ជីវិតមានន័យត្រូវសាងល្អព្រះធម៌បវរគួរត្រង់ពេលនេះជាពេលសំគួរណាស់មានព្រះគុណម្ចាស់ថ្លែងសាសនាសូមសាធុជនប្រុងប្រៀបស្ដាប់ក្រំបានជាច្បាប់កើតបញ្ញាបបិទ្ធព្រះករុណាថ្លៃបវរទ្រង់ប្រទានធម៌ដ៏វិសេសថ្លាបរិស័ទប្រុសស្រីមកជុំត្រៀបត្រាប្រាថ្នាតាមត្រេកក្នុងធម្មទានសូមសព្វសាធុការជ្រះអក្សរអនុមោទនីបញ្ញាសូមជ្រះថ្លាអនុមោទនីសូមនមស្ការថ្វាយបង្គំចំពោះជុំបីនៃព្រះត្រៃរតន៍មានព្រះពុទ្ធថេររតន៍ព្រះធម្មរតន៍និងព្រះសង្ឃថេររតន៍ដោយសេចក្តីគោរពធ្វើសមានភាពគ្រប់រាប់អានកណាគុណចាស់គ្រប់ព្រះអង្គដែលមានវត្តមាននៅទីនេះសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាជាពិសេសចាស់ដើមទានធានដើមបន់បានមកជួបជុំគ្នានៅក្នុងកម្មវិធីចម្រើនប្រជជននិងតេខេណានុប្រទាននេះលើកទី1ហើយនេះដែលអាត្មាឡើងក្រេអញ្ចឹងភ័យតិចលឿនញោមបន់ចម្រើនប្រជជនយើងបើក្នុងបាលីហៅថាអាយុវឌ្ឍនៈមង្គលអាយុវឌ្ឍនៈនេះធ្វើឲ្យច្រើនមង្គលដែលធ្វើឲ្យអាយុកាន់ច្រើនឡើងដោយញោមវិណាម្ចាស់កម្មវិធីជប់ទទួលភ្ញៀវឯងចឹងហើយនេះម្ចាស់កម្មវិធីត្រោខ្វល់បន្តិចហ្នឹងមែនទេ
តែបើយកល្អយើងទុកឲ្យញាតិញោមដែលគាត់ជួយកម្មវិធីខ្វល់ខ្វាយជំនួសយើងមកស្ដាប់ធัวខ្លះក្រែងលោកបានបញ្ញាជាគ្រឿងកັບឆ្កាណាចាស់ដើមទៀនហ្នឹងឯងកម្មវិធីជាប្រមុខហ្នឹងបងចឹងគេធ្វើបន់ឲ្យស្បាយអត់ញោមសបាយបងចឹងបន់ចម្រើនប្រជជនឬអាយុវឌ្ឍនមង្គលហ្នឹងគឺធ្វើឲ្យអាយុនឹងកាន់តែច្រើនតែមិនមែនឲ្យច្រើនហូបព្រំដែនវាទេគឺកំណត់ត្រឹមព្រំដែនវាអញ្ចឹងណាឧបមាថាយើងសំអាយុមកអាចថារស់បានត្រឹម90ឆ្នាំឬ80ឆ្នាំអញ្ចឹងអាចមានអន្តរាយណាមួយក្នុងចន្លោះរវាង10ឆ្នាំខ្លះ20ឆ្នាំខ្លះ30ឆ្នាំខ្លះអាចធ្វើឲ្យយើងបាត់បង់ជីវិតក៏មានតែពេលណាដែលយើងបានធ្វើនៅកុសលកម្មផ្សេងមានការថ្វាយបង្គំឬសាថ្វាយបង្គំមេដាបៃតាយាយតាឬក៏ភិក្ខុសាមណេរឬក៏ព្រះពុទ្ធព្រះធម៌ឬក៏ធ្វើកុសលកម្មណានីមួយដែលជាគ្រឿងរារាំងនៅអកុសលមិនអោយអន្តរាយមិនអោយបៀតបៀននៅអាយុជីវិតរបស់យើងនឹងធ្វើឲ្យយើងរស់នៅដល់ព្រំកំណត់របស់អាយុយើងណាថាអាយុ100អញ្ចឹងរស់នៅដល់100ឆ្នាំអញ្ចឹងនឹងក៏យើងធ្វើអញ្ចឹងមិនមែនយើងធ្វើឲ្យទៅមានគ្រឿងការពារណាដតីដែលអាចរារាំងនៅអន្តរាយនោះបានទេអញ្ចឹងអាត្មានឹងលើកសាធិកៈរឿងមួយក្នុងសម័យពុទ្ធកាលមានព្រាហ្មណ៍2នាក់នោះគាត់នៅក្នុងទីខៈលំពិកនគរហ្នឹងគាត់ជាសម្លាញ់នឹងគ្នាហើយចេញបួសជាតាបោះបួសក្រៅខាងក្រៅពុទ្ធសាសនាអញ្ចឹងហើយគាត់ជាអ្នកមានវិជ្ជាយើងហៅថាវិជ្ជាខាងទុតិយខាងហើយនឹងស្ទុតជំនាញរៀងខ្លួនអញ្ចឹងទៅដល់ពេលបួសបានប្រហែលជា48ឆ្នាំហើយតាបោះម្នាក់នោះគាត់គិតថាប្រសិនបើអាត្មាអាចនឹងបួសអញ្ចឹងទៀតពូជពងវងតកោរបស់អាត្មាអាចនឹងដាច់ទៅបានន័យថាអត់មានអ្នកបន្តពូជទៀតអញ្ចឹងណាអញ្ចឹងក៏សឹកទៅលោកបរិខាដែលជាគ្រឿងរបស់អ្នកបួសនោះបានច្រើនដែរបានប្រពន្ធមួយគោ100ក្បាលហើយនឹងកហបណៈ100កហបណៈអញ្ចឹងលោកបរិខារបស់អ្នកបួសនឹងបានប្រពន្ធមួយគោ100ក្បាលហើយនឹងកហបណៈ100កហបណៈ100កហបណៈយើងគិតជាមាសបច្ចុប្បន្នប្រហែលជា6តម្លឹងគិតជាលុយប្រហែលមួយតម្លឹងប្រហែលឲ្យញោមសម្ងាយ6000អញ្ចឹង6តម្លឹង6ដង36អញ្ចឹង36000ច្រើនដែរអញ្ចឹងគាត់សឹកហើយក៏យកប្រពន្ធមានកូនមួយអញ្ចឹងមិត្តភក្តិគាត់ដែលនៅបួសនឹងគាត់ចាញ់ទៅទីដតីចាញ់ទៅហើយក៏ត្រឡប់មកវិញមិត្តភក្តិដែលសឹកទៅហ្នឹងគាត់ឮដំណឹងថាមិត្តភក្តិគាត់ដែលបួសហ្នឹងមកលេងមកកលែងដើមវិញអញ្ចឹងក៏នាំប្រពន្ធនិងកូនទៅថ្វាយបង្គំសួរសុខទុក្ខមិត្តភក្តិហ្នឹងដែលនៅតជាតបោះហ្នឹងទៅគាត់ក៏ឲ្យកូនទៅប្រពន្ធ3ពោអញ្ចឹងទៅគាត់ថ្វាយបង្គំតបោះដែលជាមិត្តភក្តិនឹងថ្វាយបង្គំទៅតបោះថានាងចូលមានអាយុវែងហើយគាត់យកកូនពីប្រពន្ធមកវិញឲ្យប្រពន្ធថ្វាយបង្គំម្ដងថ្វាយបង្គំទៅតាបោះហ្នឹងក៏ពោលថាចូលនេះមានអាយុវែងអញ្ចឹងគាត់ក៏ឲ្យកូនគាត់ដែលនៅតូចហ្នឹងថ្វាយបង្គំតាបោះម្ដងថ្វាយបង្គំតាបោះអត់ធ្វើមាត់នៅស្ងៀមអញ្ចឹងគាត់ឆ្ងល់ថាលោកម្ចាស់កាលខ្ញុំកណាថ្វាយបង្គំលោកម្ចាស់ថានេះចូលមានអាយុវែងពេលដែលប្រពន្ធខ្ញុំកណាថ្វាយបង្គំលោកម្ចាស់ក៏ពោលថាចូលជានេះមានអាយុវែងតែដល់ពេលកូនខ្ញុំថ្វាយបង្គំលោកម្ចាស់នៅស្ងៀមអញ្ចឹងបានន័យថាម៉េចចង្រឹះអើងអីអញ្ចឹងទៅតាបោះប្រាប់ថាអន្តរាយមានដល់ទារកនឹងបានប្តីនឹងឪពុករបស់ទារកនឹងសួរថាតើទារកនឹងអាចរស់នៅបានប៉ុន្មានឆ្នាំបានតាបោះថារស់នៅបានប្រហែលតែ7ថ្ងៃទេអញ្ចឹងទឹកចិត្តឪពុកម្ដាយស្លាញ់កូនអញ្ចឹងពេលឮអញ្ចឹងសប្បាយអត់ញោមសប្បាយមិនអត់ស្ដាប់ផងហ្នឹងពេលដែលឮថាកូនរបស់ខ្លួនត្រូវយ៉ាងយូរបំផុត7ថ្ងៃស្លាប់នឹងសប្បាយអត់ទេពូអញ្ចឹងគាត់ចាប់ផ្ដើមសួរតាបោះថាតើមានវិធីសាស្ត្រណាអាចរារាំងអន្តរាយនឹងបានអត់តាបោះដែលជាសម្លាញ់នឹងប្រាប់ថាអត់មានទេអាត្មានឹងអត់មានវិធីសាស្ត្រទេអញ្ចឹងគាត់ក៏សួរថាតើមាននរណាអាចដឹងឧបាយជាគ្រឿងរារាំងអន្តរាយនឹងមានអត់បានតាបោះគាត់ថាមានព្រះសមណគោដមដឹងនៅឧបាយជាគ្រឿងការពារអញ្ចឹងគាត់ឲ្យហ៊ានទៅទេដោយសារគាត់នាគបួសផ្សេងក្រៅពីពុទ្ធសាសនាអញ្ចឹងគាត់ឲ្យហ៊ានទៅទេខ្លាចបែក3វត្តដែលវត្តដែលគាត់បដិបត្តិគឺផ្សេងអញ្ចឹងគាត់ឲ្យហ៊ានទៅជួបទេអញ្ចឹងបានតាបោះដែលជាសម្លាញ់នឹងប្រាប់ថាប្រសិនបើនាគស្រឡាញ់កូនកុំគិតពីរឿងបែក3វត្តអញ្ចឹងគាត់ក៏សម្រេចចិត្តនាំប្រពន្ធកូននឹងទៅជួបព្រះមានព្រះភិក្ខុម្ដងទៅដល់គាត់ក៏ថ្វាយបង្គំគាត់អត់ប្រាប់រឿងហេតុទេគាត់ថ្វាយបង្គំសិនថ្វាយបង្គំទៅព្រះអង្គក៏ថាដូចគ្នានាគចូលមានអាយុវែងប្រពន្ធថ្វាយបង្គំគាត់ថានាគចូលមានអាយុវែងដល់ពេលកូនថ្វាយបង្គំព្រះអង្គនៅស្ងៀមដូចគ្នាដូចតាបោះដែរអញ្ចឹងបានគាត់សួរទៅរឿងដូចនឹងតាបោះដែរសួរទៅបានដឹងថាកូននឹងរស់នៅបានតែ7ថ្ងៃទេត្រូវស្លាប់តែកាពិតអាយុរបស់កូននឹងត្រូវរស់នៅបាន120ឆ្នាំតែដោយសារមានអន្តរាយក្នុងចន្លោះនឹងធ្វើឲ្យគាត់នឹងត្រូវស្លាប់ក្នុងរវាង7ថ្ងៃអញ្ចឹងបានសួរទៅព្រះមានព្រះភិក្ខុទៅព្រះអង្គថាមានទៅបានរៀបសួរថាត្រូវធ្វើដូចម្ដេច
បានប្រមានប្រភេទប្រាប់ថាអយនេះនឹងធ្វើបណ្ដុបថារោងចឹងទៅដាក់តាំងកដាលហើយរោងជុំវិញសម្រាប់ភិក្ខុសង្ឃគង់សងខាងជុំវិញកូននឹងដាក់កូនកដាលចឹងទៅដាក់ប្រហែលជា6ឬក៏8ឬក៏16ចឹងហើយអយនិមន្តភិក្ខុសង្ឃមកស្វាធ្យាយព្រះបរិត្តអស់7យប់7ថ្ងៃគឺឆ្លាស់វេនគ្នាវិញថា8អង្គមកសូត្រចប់8អង្គទៅវិញ8អង្គមកទៀតឆ្លាស់គ្នារហូត7យប់7ថ្ងៃចឹងគាត់ថាខ្ញុំព្រះករុណាខ្ញុំព្រះអង្គនឹងអាចធ្វើរោងធ្វើបណ្ដុបនឹងបានប៉ុន្តែភិក្ខុសង្ឃច្រើនយ៉ាងនេះខ្ញុំព្រះអង្គមិនអាចរកបានទេអញ្ចឹងបានព្រះមានភាពថានេះចូលធ្វើរោងចោះចាំតថាគតបញ្ជូនសាវកមកអញ្ចឹងគាត់ក៏ធ្វើរោងហើយរៀបតាំងសម្រាប់ទីរោងនោះដាក់កដាលហើយក៏ប្រាប់ដំណឹងនឹងដល់ព្រះមានភាពអង្គបញ្ជូនភិក្ខុសង្ឃមកស្វាធ្យាយរហូតដល់គ្រប់ថ្ងៃទី7ថ្ងៃទី7ហ្នឹងបានព្រះមានភាពយាងមកផ្ទាល់យាងមកទៅធម្មតាព្រះមានភាពអង្គជាអច្ឆរិយបុគ្គលអស្ចារ្យក្នុងលោកអញ្ចឹងតែពេលណាដែលព្រះអង្គយាងមកទេវតាដែលមានស័ក្តិធំដូចជាយើងបើយើងថាមនុស្សយើងមន្ត្រីរាជការធំអញ្ចឹងណាមានតាំងពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីធំជាងមកស្ដាប់អញ្ចឹងទេវតាហ្នឹងយៈហ្នឹងបានពោពីស្ដេចយៈថាក្នុងរវាង7ថ្ងៃហ្នឹងនេះចូលចាប់ទីរោគហ្នឹងបរិភោគចោះអញ្ចឹងបានយៈហ្នឹងមានឱកាសថាក្នុងរវាង7ថ្ងៃហ្នឹងត្រូវតែចាប់ទីរោគស៊ីឲ្យបានបើលើសទៅ8ថ្ងៃគឺហួសដែនកំណត់អញ្ចឹងมันអាចធ្វើអីទីរោគនឹងបានទេចឹងព្រះមានវិភាកយាងមកដល់ពេលតែយាងមកចឹងទេវតាដែលមានស័ក្តិធំមកអង្គុយក្បែរព្រះមានវិភាកចឹងទេវតាណាដែលមានស័ក្តិតូចត្រូវថយទៅឆ្ងាយរវាង12យោជន៍បើ12យោជន៍យើងរាប់គីឡូជាទូទៅគេរាប់16ក្នុង1យោជន៍16គីឡូចឹង12យោជន៍ប្រហែល100គីឡូជាងមែនទេ107 108មែនទេញោម12គីឡូ160 12យោជន៍10យោជន៍160គីឡូចឹង12យោជន៍2យោជន៍ទៀត32ចឹងវាឡើងដល់ជិត200គីឡូដែរចឹងយៈនោះគាត់មានស័ក្តិតូចដែរចឹងគាត់ត្រូវទៅឈរនៅឆ្ងាយរវាង12យោជន៍អញ្ចឹងគាត់មិនមានឱកាសដើម្បីចាប់ទីរោគនឹងស៊ីទេបរិភោគទេចឹងអរុណរាជទី8ឡើងមកអំណាចរបស់យៈដែលត្រូវចាប់ទីរោគនឹងស៊ីគឺផុតហៅផុតសុពលភាពណាចឹងទៅក៏ឪពុកម្ដាយរបស់ទីរោគនឹងឲ្យទីរោគនឹងបង្គាប់ឲ្យទីរោគថ្វាយបង្គំព្រះមានព្រះភាពព្រះអង្គក៏ត្រាស់ថានាគចូលមានអាយុវែងចឹងហើយឪពុកម្ដាយក៏សួរថាតើកូននឹងអាចរស់នៅបានប្រមាណព្រះអង្គបានព្រះមានព្រះភាពអង្គថាទីរោគនឹងអាចរស់នៅបាន120ឆ្នាំចឹងក៏ឪពុកម្ដាយដាក់ឈ្មោះកុមារនឹងទីរោគនឹងថាអាយុវឌ្ឍនកុមារដែលមានអាយុចម្រើនតែតាមការពិតកុមារនឹងបើមិនមានអន្តរាយត្រូវរស់បាន120ឆ្នាំនឹងឯងតែដោយសារមានអន្តរាយចន្លោះអញ្ចឹងបានត្រូវស្លាប់ក្នុងរវាង7ថ្ងៃនឹងតែបានឧបាយដែលព្រះមានព្រះភាពអង្គណែនាំទៅក៏ធ្វើឲ្យអន្តរាយនោះរួចខ្លួនកន្លងផុតទៅធ្វើឲ្យទីរោគនោះរស់នៅរហូតដល់120ហើយគាត់ក៏បានជាឧបាសកក្នុងពុទ្ធសាសនាមួយមានបរិវារ500ហើយហោមទៅណាក៏មកទៅណាមកណាក៏មានឧបាសកហើយហោម500នាក់ចឹងបានព្រះអង្គសម្ដែងគាថានឹងថាម៉េចអភិវាទនសីលេសនិច្ចាំងវុធាបច្ចាយិណោចតារោធម្មាវត្តខន្តិអាយុវណ្ណោសុខੰពលៀងធัวគឺពោទាំងឡាយ4ប្រការគឺអាយុ1ពួរសម្បរកាយ1សេចក្តីសុខ1កម្លាំង1រមែងចម្រើនអស់កាលជានិច្ចដល់បុគ្គលដែលមានសេចក្តីអោនកាយថ្វាយបង្គំដល់ព្រះរតនត្រ័យជាប្រក្រតីនឹងនាគដែលចម្រើនដោយគុណគឺសីលគុណជាដើមនិងនាគដែលចម្រើនដោយវ័យគឺចាស់ព្រឹទ្ធាចារ្យថ្វាយបង្គំដល់ព្រះរតនត្រ័យថ្វាយបង្គំដល់បុគ្គលដែលមានសិលឬក៏ចាស់ព្រឹទ្ធាចារ្យដែលមានវ័យចាស់ជាងយើងក៏អាចជួយការពាររារាំងនៅអន្តរាយដែលត្រូវមកកាត់ដាច់អាយុជីវិតនឹងឲ្យកន្លងផុតទៅបានដែរមានអត់ញោមយើងគ្រប់គ្នាតាំងពីកើតមកសុទ្ធតែមានអន្តរាយរៀងខ្លួនមានអត់ដែលយើងថាថ្ងៃនេះសួយប៊ីស្លាមមែនអត់ថ្ងៃខ្លះយើងត្រូវបានលៀបតែមានអន្តរាយណាមួយធ្វើឲ្យលៀបនោះបាត់បង់ទៅវិញក៏មានមនុស្សដែលកើតមកមិនមានអន្តរាយគឺមិនមានបានន័យថាមានអន្តរាយគ្រប់គ្នាទាំងអាត្មាទាំងអីក៏មានអន្តរាយខ្លះអាចថាខាតទ្រព្យអន្តរាយខ្លះអាចថាបាត់បង់អវយវៈអន្តរាយខ្លះរហូតដល់បាត់បង់អាយុជីវិតមែនអត់ញោមមើលគ្រាន់តែភ្លើងយើងប្រើរាល់ថ្ងៃនេះដែលជាប្រយោជន៍នឹងថ្ងៃខ្លះភ្លុតស្នៀតឆក់ផ្កាច់ងាប់បាត់មែនអត់ឃើញអន្តរាយអត់និយាយថាដោយសារយើងប្រមាថហ្នឹងឯងប្រមាថចឹងទៅធ្វើឲ្យអន្តរាយមានសូម្បីតែទូរស័ព្ទខ្លះក៏ធ្វើឲ្យម្ចាស់ស្លាប់ដែរមានទេណាត្រូវចោលឆក់ឬក៏ផ្ទុះថ្មអញ្ចឹងទៅទ្រព្យសម្បត្តិដែលយើងមានក៏ធ្វើឲ្យយើងអន្តរាយដល់អាយុជីវិតយើងក៏មានខ្វះអីមែនទេនេះដែលមានទ្រព្យមានដូចចេញទៅក្រៅពាក្យខ្សែកអញ្ចឹងចោលឆក់ឆោប្លន់សម្លាប់
មានអត់អានឹងអន្តរាយក្នុងចន្លោះហ្នឹងឯងតែកាលណាយើងបានធ្វើសេចក្តីល្អទាក់ទងថ្វាយបង្គំដូចជាកូនថ្វាយបង្គំពុកម្ដាយយាយតាឬក៏បងដោយហោចទៅសំបីតបងក៏អាចថ្វាយបង្គំបានអញ្ចឹងធ្វើឲ្យអន្តរាយហ្នឹងក៏ជៀសផុតបានដែរវាលែងតែអន្តរាយដែលកើតអំពីកម្មប្រសិនបើអន្តរាយកើតអំពីកម្មទោះបីតែព្រះមានព្រះភិក៏ព្រះអង្គមិនអាចបង្វែរអន្តរាយនោះឲ្យកន្លងផុតទៅបានដែរមានអត់ញោមអញ្ចឹងអត់អន្តរាយដែលកើតពីកម្មគឺមិនមានបុគ្គលណារៀបរៀងបានទេដូចជាភិក្ខុសម័យពុទ្ធកាលលោកធ្លាប់ធ្វើបាណាតិបាតរួមគ្នាអញ្ចឹងទៅព្រះអង្គដឹងថាភិក្ខុទាំងអស់នេះនឹងត្រូវសម្លាប់គ្នាអញ្ចឹងព្រះអង្គសម្ដែងកម្មដ្ឋានដើម្បីឲ្យលោកសង្វេគឲ្យព្រះអង្គជិះចេញទៅដោយសារព្រះអង្គមិនអាចនៅមើលភិក្ខុសម្លាប់គ្នាឬក៏ធ្វើអត្តឃាតបានទេអញ្ចឹងព្រះអង្គត្រូវជិះចេញទៅក្នុងព្រៃដល់ពេលអញ្ចឹងមកភិក្ខុលោកស្ដាប់ហើយនឿយណាយដោយសារអីដោយសារអកុសលវិបាកនឹងវាឲ្យផលដែលធ្លាប់ធ្វើបាណាតិបាតនឹងឲ្យផលអញ្ចឹងលោកអង្គខ្លះសម្លាប់ខ្លួនឯងទៅអង្គខ្លះជួលមិត្តភក្តិឲ្យសម្លាប់ដូចថាជួលមួយអង្គនេះថានេះឯងសម្លាប់អាត្មាកណាមកកណាឲ្យបាតឲ្យជីវោអញ្ចឹងសម្លាប់គ្នាអញ្ចឹងទៅនេះដោយសារអីដោយសារអកុសលវិបាកដែលមានកម្លាំងអញ្ចឹងមិនមានបុគ្គលណារៀបរៀងបានទេសូម្បីព្រះមានព្រះភិក្ខអញ្ចឹងបានយើងត្រូវធ្វើកុសលកម្មយើងធ្វើកុសលកម្មហ្នឹងគឺរៀបរៀងអន្តរាយណាដែលវាមានក្នុងចន្លោះវាយើងហៅថាឧបសគ្គក្នុងចន្លោះដែលមិនមានកើតដែលវាមិនមានកើតពីកម្មយើងការពារបានអន្តរាយប្រភេទនឹងទេអញ្ចឹងហើយអង្គសម្ដែងគាថានឹងចប់អាយុវឌ្ឍនកុមារក៏តាំងនៅក្នុងសោតាបត្តិផលបានជាព្រះអរិយបុគ្គលហើយអន្តរាយច្រើនណាស់អត្ថកថាលោកថាយើងដែលកើតបោក្នុងលោកនេះដែលថាមិនមានអន្តរាយគឺមិនមានអញ្ចឹងបានន័យថាម្នាក់សុទ្ធតែមានអន្តរាយរៀងខ្លួនគ្រាន់តែអន្តរាយនោះធំតូចតិចច្រើនតែប៉ុណ្ណោះអាចខុសគ្នាត្រឹមហ្នឹងណាតែបើអន្តរាយគឺមានរៀងខ្លួនដូចញាតិញោមដែលតាំងពីកើតមកអន្តរាយរហូតពេលនេះគឺមានជួបច្រើនមែនទេឧបសគ្គដែលថាឧបសគ្គក្នុងការងារក៏មានឧបសគ្គក្នុងការចិញ្ចឹមជីវិតក៏មានតែយើងកុំភ្លេចធ្វើសេចក្តីល្អព្រោះសេចក្តីល្អនឹងឯងជាគ្រឿងរៀងអន្តរាយបច្ចុប្បន្នផងអាសេចក្តីល្អនឹងវាឲ្យយើងទៅបដិសន្ធិនៅក្នុងកន្លែងណាទីណាមួយហើយដែលប្រកបដោយសេចក្តីសុខយើងកើតជាមនុស្សក៏សេចក្តីល្អដែលយើងបានធ្វើនឹងវាតាមគ្រប់គ្រងការពារយើងដូចជាមាតាបិតាដែលតាមថែរក្សាកូនមើលកូនពេលណាដែលឃើញកូនធ្វើខុសឪពុកម្ដាយតែងតែដាស់តឿនក្រើនរំលឹកថាកុំធ្វើអំពើបែបនេះកុំធ្វើអំពើបែបនេះចូលធ្វើបែបនេះហ្នឹងហើយបើកូនមិនស្ដាប់អាចថាប្រើធัวក្តៅខ្លះប្រើធัวតិចខ្លះមានអត់ញោមពេលខ្លះត្រូវលោមពេលខ្លះត្រូវវាយហ្នឹងអានេះវិធីសាស្ត្ររបស់ពុកម្ដាយត្រូវការពាររៀងកូនអញ្ចឹងពេលដែលឃើញកូនធ្វើខុសអន្តរាយហ្នឹងមានច្រើនយើងវាពិបាកនឹងរៀបរាប់ថាមិនខ្លះមានតែយើងធ្វើសេចក្តីល្អខ្លួនឯងដើម្បីការពារនឹងឯងចង់អស់ធัวបាត់ហើយញោមលើកទី1ផងអញ្ចឹងអាត្មានឹកឃើញមួយទៀតទាក់ទងនឹងទៅថាថ្វាយបង្គំនេះមានសិលឬក៏ចាស់ព្រឹទ្ធាចារ្យហ្នឹងនៅក្នុងមង្គលព្រះអង្គសម្ដែងទាក់ទងនឹងកិរិយាបម្រើនៅមេដាហ្នឹងកូនប្រុសស្រីត្រូវបម្រើនៅមេដាបម្រើនៅមេដាមួយបម្រើនៅបិតាមួយសង្គ្រោះបុត្រភរិយាមួយការងារមិនច្របូកច្របល់មួយជាមង្គលមិនបានជាមង្គលវានៅក្នុងមង្គលហ្នឹងវាជាគូនឹងអន្តរាយមែនអត់ញាតិញោមកាលណាតែមង្គលកើតអន្តរាយវាអត់កើតកាលណាតែអន្តរាយកើតមង្គលវាអត់កើតមែនអត់ហ្នឹងហើយអញ្ចឹងបម្រើនៅមេដាបិតាហ្នឹងទាំងអស់ទាំងលក្ខណៈថាជួយខ្វល់ខ្វាយការងារគាត់ឬគុកច្បាច់អីចឹងជាដើមតែនៅក្នុងសង្កេលកសោតព្រះអង្គសម្ដែងមេដាបិតាត្រូវអនុគ្រោះកូនដោយហេតុ4ឬ5ហើយកូនក៏ត្រូវប្រព្រឹត្តជាមួយមេដាបិតាដូចគ្នាតែអាត្មានិយាយទៅរឿងមង្គលទាក់ទងនឹងការបម្រើនៅមេដាបិតាពីមង្គលណាបម្រើដោយអីគេដោយការគុកច្បាច់ផងដោយការថែទាំជាពិសេសថែទាំផ្លូវចិត្តរបស់ឪពុកម្ដាយមានអត់ញោមប្រសិនបើយើងជាកូនធ្វើនៅអំពើមិនល្អគឺថាជាទង្វើមួយដែលសង្គមគេស្អប់ខ្ពើមឪពុកម្ដាយពិបាកចិត្តមានទេកាលណាតែឪពុកម្ដាយពិបាកចិត្តគាត់រស់នៅស្រួលអត់ទេអញ្ចឹងពាក្យខ្មែរយើងថាមនុស្សឈើបៀមទឹកឆាប់ពុកមែនទេតែមនុស្សបៀមទុកឆាប់ស្លាប់ឆាប់ងាប់ដូចគ្នាប្រសិនបើកូនគាត់មិនប្រព្រឹត្តទៅតាមកន្លងធัวឪពុកម្ដាយតែងតែកាត់ទុកយូរទៅអាចធ្វើឲ្យស្លាប់ក៏មានអញ្ចឹងបើយើងចង់បំរើពុកម្ដាយយើងថាបំរើគោះច្បាច់ថែទាំជួយការងារមានទ្រព្យសម្បត្តិជូនគាត់ចាយវាយខ្លះ
នឹងមួយឡែកតែអាត្មាចង់សង្កត់ធ្ងន់គឺទាក់ទងផ្លូវចិត្តគឺយើងធ្វើជាកូនល្អដើរតាមកន្លងធัวធ្វើអំពើដែលសង្គមគេមានស្អប់ខ្ពើមអញ្ចឹងឪពុកម្ដាយទោះបីតែគាត់មិនបានទ្របមិនបានអ្វីពីយើងប៉ុន្តែគាត់ឃើញកូនគាត់ដើរនៅក្នុងផ្លូវល្អគាត់សប្បាយចិត្តអាសប្បាយចិត្តហ្នឹងឯងធ្វើឲ្យគាត់មានអាយុយឺនយូរមិនកាត់ទុកមែនទេតែមិនកាត់ទុកគឺរស់នៅស្រួលហើយផ្លូវចិត្តនេះសំខាន់ណាស់ញោមពិសេសបើថាកូនរបស់គាត់នឹងមានស្វាមីភរិយាហើយស្វាមីភរិយាទៀតសោតចេះអនុគ្រោះគ្នាដោយធัวទាំងញាតិមិត្តបងប្អូនក៏ចេះស្រឡាញ់គ្នាអញ្ចឹងធ្វើឲ្យគាត់សប្បាយចិត្តតែសប្បាយចិត្តគឺគាត់នឹងរស់នៅសុខហើយព្រោះឪពុកម្ដាយភាគច្រើនមានប្រាថ្នាការតបស្នងពីកូនទេមានទេមានអត់ញោមប្រាថ្នាអត់ប្រាថ្នាទេណាពេលណាដែលឃើញកូនឬក៏បងប្អូនចេះស្រឡាញ់គ្នាគាត់សប្បាយចិត្តហើយសប្បាយចិត្តត្រង់ថាកូនរបស់គាត់នឹងមិនឈ្នានេះគ្នាមិនបៀតបៀនគ្នាអញ្ចឹងជាគ្រឿងធ្វើឲ្យគាត់នឹងមានអាយុយឺនយូរដែរប្រសិនបើកូនមិនចេះស្រឡាញ់គ្នាមិនចេះស្រឡាញ់ចេះបងប្អូនទោះបីតែឲ្យទ្រព្យគាត់ច្រើនប៉ុណ្ណាក៏គាត់មិនសប្បាយចិត្តដែរមានទេតែមិនសប្បាយចិត្តកាត់ទុកក៏ជាធ្វើឲ្យអាយុរបស់គាត់អត់ចម្រើនទេអាយុវណ្ណៈសុខៈពលៈហ្នឹងទាំង4ហ្នឹងគឺតែមួយណាអត់មានគឺទាំង4ហ្នឹងទៅដូចគ្នាតែអត់សប្បាយចិត្តធ្វើឲ្យសម្បល់ស្បែកស្អាតមានទេញោមមើលនេះដែលមិនសប្បាយចិត្តទប់បាត់បង់វត្ថុដែលជាទីស្រឡាញ់ច្រើនចឹងធ្វើឲ្យមុខមាត់គាត់អត់ស្រស់បោះឃើញទៅជាមួយគ្នាអាយុក៏កាត់បន្ថយដែរមួយនឹងតែមានហើយគឺទុកទាំង4ស្មើគ្នាមិនថាបើអាយុខ្លីសម្បល់ក៏ឆាប់ស្អាតដែរទាក់ទងនឹងរក្សាផ្លូវចិត្តរបស់អ្នកមានគុណគឺកូនប្រុសស្រីទាំងអស់គួរតែស្វែងយល់សិក្សាថាតើត្រូវធ្វើរបៀបណាដើម្បីឲ្យឪពុកម្ដាយរបស់គាត់រស់នៅស្រួលបានសេចក្តីសុខផ្លូវចិត្តទោះបីផ្លូវកាយលំបាកក៏ពិតប៉ុន្តែផ្លូវចិត្តគាត់មិនលំបាកអញ្ចឹងតើសិក្សាដែរញោមណាមិនព្រោះយើងថាសិក្សាហើយមិនមែនថាអនុវត្តក៏ស្រួលទេណាពេលខ្លះយើងយល់ដឹងពីថាធ្វើចេះល្អប៉ុន្តែការអនុវត្តរបស់កូនប្រុសស្រីអាចអត់បានមែនទេព្រោះបច្ចុប្បន្នមនុស្សយើងបច្ចុប្បន្នអកុសលចម្រើនមិនថានរណាទេដូចគ្នាអកុសលចម្រើនអញ្ចឹងក្នុងការប្រព្រឹត្តល្អគឺលំបាកដូចជាអស់រស័យច្រាស់ចង់អញ្ចឹងវាពិបាកទម្រាំបានមួយគឺខំប្រឹងប្រែងព្យាយាមវឹកហាត់អត់ទ្រាំទៅធ្វើសេចក្តីល្អបានតែបើសេចក្តីអាក្រក់វិញមិនបាច់ទេមិនបាច់មាននរណាបបួលក៏ទៅដែរដូចជាផ្លូវរអិលអញ្ចឹងផ្លូវដែលយើងចោះច្រាំងជន់ទៅរូតែបើទង្វើល្អគ្រប់គ្នាធ្វើបានលំបាកមិនថាណាដូចណាទាំងអ្នកបួសទាំងញាតិញោមក៏ពិបាកនឹងធ្វើដូចគ្នាតែត្រូវព្យាយាមពិសេសរក្សាសិល5សារសិល5សំខាន់ជាគុណធម៌របស់មនុស្សធ្វើឲ្យយើងបដិជតិពីទីនេះទៅកើតក្នុងទីណាដោយអានុភាពនៃសិលនឹងអាចទៅកើតក្នុងទីសំគួរមានមនុស្សទេវតាជាដើមហើយនេះដែលមានសិលទៀតសោតបើយើងមានសិលពិតប្រាកដនេះដែលនៅជុំវិញយើងបានសេចក្តីសុខមែនអត់សិល5ទី1មិនលួចទ្រព្យគេខ្ញុំទោស sorry ទី1មានសម្លាប់សត្វទី2មិនលួចទ្រព្យគេយើងនិយាយតែពីរនេះចុះមានសម្លាប់សត្វតាំងពីសត្វតូចរហូតដល់សត្វធំនេះរសាសិលមិនធ្វើបាណាតិបាតដោយហើយទៅសំបីសមោចមុខមែនទេនឹងបាច់និយាយធ្វើដល់ការសម្លាប់មនុស្សអញ្ចឹងអ្នកភូមិមានបារម្ភថាខ្លាចគេសម្លាប់យើងទៀតទេអត់ទេមែនទេហើយទី2លួចទ្រព្យគេត្រូវដែរណាលួចទ្រព្យគេបើយើងមានសិលពិតប្រាកដណាក្នុងភូមិយើងមានសិលទាំងអស់គ្នាទ្រព្យសម្បត្តិមានតម្លៃប៉ុណ្ណាក៏ដោយយើងទុកលែងណាក៏មិនបាត់ដែរមិនភ័យខ្លាចមានចោរលួចទេមែនទេនេះដែលមានសិលពិតប្រាកដញោមមើលដោយសារសង្គមបច្ចុប្បន្នរឿងគុណធម៌ធ្លាក់ចុះអញ្ចឹងហើយបានផ្ទះមួយត្រូវតែមានសោទំនើបមានអត់បើថាគេមានអា scan មុខ scan ម្រាមលេខសម្ងាត់មិនក៏បានមានដល់ថ្នាក់នេះដោយសារអីដោយសារមនុស្សបច្ចុប្បន្នគឺខ្វះគុណធម៌គឺអត់មានសិលហ្នឹងឯងអញ្ចឹងហើយបានអាគ្រឿងការពាររៀងត្រូវតែធ្វើឲ្យទំនើបឲ្យទាន់សម័យតែបើសិនតែយើងទាំងអស់គ្នានេះមានសិលឧបមាថាមានសិលទាំងអស់គ្នាពិតប្រាកដណាអត់មានប្លែប្រឡប់ទេញោមទុកទ្រព្យសម្បត្តិកន្លែងនេះក៏មិនភ័យដែរមែនទេមែនអត់ព្រោះมันមាននរណាលួចរបស់នរណាទេព្រោះយើងជាអ្នកមានសិលតែបើក្នុងចំណោមយើងនេះมันទុកចិត្តគ្នាថាគេមានសិលពិតប្រាកដអត់សូម្បីតែប្រាក់1000ខ្មែរក៏មិនហ៊ានទុកផងមែនទេខ្លាចបាត់អញ្ចឹងនេះអានុសង្ឃរបស់សិលណាប្រសិនបើយើងមានសិល1 2 3 4 5ពិតប្រាកដផ្ទះក៏មិនបាច់ចាក់សោចង្ហទ្វារចោលក៏មានណាលួចដូចលោកប្រាប់ថាសម័យព្រះសីហមេត្រីមនុស្ស80000ឆ្នាំគឺអត់មានណាចេះលួចណាទេទ្វារផ្ទះឲ្យចង្ហចោលមកសម្លាក់មកស្លាញ់មកស្បាយដោយហើយទៅសំបីតែមនុស្សប្តីប្រពន្ធនោះមានមុខមាត់ស្តៀងគ្នាហើយអត់ដឹងថាណាប្រពន្ធណាទេណាប្តីណាទេលុះដល់តែពេល
រសៀលថាចូលផ្ទះវិញបានដល់ចូលរៀងខ្លួនមិនដឹងថានេះជាប្រពន្ធរបស់ខ្លួនឯងឃើញនោះថាមនុស្សមានសិលពិតប្រាកដចឹងណាអ្នកដែលមានសិលពិតប្រាកដនៅកន្លែងណាទៅជាជុំកន្លែងនោះធ្វើឲ្យអ្នកដែលនៅក្បែរខ្លួនយើងហ្នឹងអត់មានខ្លាចរអាថាអូគេសម្រាប់អញលួចទ្រព្យអញប្រព្រឹត្តខុសក្នុងកូនប្រពន្ធអញនិយាយកុហកបោកប្រាស់អញបបួលអញទៅផឹកទឹកស្វឹងក៏អត់មានទេមែនទេមានអត់ញ៉ឹងតែបើសិនតែអត់មានសិលវិញគឺនៅគឺដឹងតែភ័យមកដូចយើងលក្ខណៈថាយើងមានរបស់ដែលមានតម្លៃច្រើនឧបមាថាពេជ្រចុះមកគ្រាប់តម្លៃ50-60 ម៉ឺនដុល្លារអញ្ចឹងយើងទៅអង្គុយក្នុងចំណោមមនុស្សច្រើនអញ្ចឹងគឺថាអូម្នាក់នេះជាចោលដឹងហើយអញ្ចឹងផ្លូវចិត្តអត់ស្បាយទេមានទេនៅអត់សុខទេតែបើយើងនៅក្នុងចំណោមអ្នកមានសិលគឺសុខស្ងប់ថាអត់មានណាខ្លាចលួចទេអញ្ចឹងបានបុរាណយើងពោលថាមានបណ្ឌិតជាសត្រូវប្រសើរជាងមានសម្លាញ់ជាជនពាលមានអត់មានមិត្តជាសត្រូវឲ្យសំទោសមានបណ្ឌិតជាសត្រូវស្គាល់បណ្ឌិតញោមបណ្ឌិតគឺមិនធ្វើអាក្រក់ដោយកាយមិនធ្វើអាក្រក់ដោយវាចាមិនធ្វើអាក្រក់ដោយចិត្តមានបណ្ឌិតជាសត្រូវប្រសើរជាងមានជនពាលជាមិត្តព្រោះថាបើយើងមិនត្រូវជាមួយបណ្ឌិតស្អប់បណ្ឌិតក៏បណ្ឌិតនោះមិនដែលមកធ្វើបាបយើងដោយកាយដោយវាចាដោយចិត្តដែរមែនអត់បណ្ឌិតមិនដែលបៀតបៀនយើងដោយប្រការៈណាទេមានតែយើងទេដែលទៅបៀតបៀនបណ្ឌិតមែនអត់តែបើយើងមានមិត្តជាជនពាលយើងត្រូវជួបប្រទេសអីខ្លះប្រសិនបើមិត្តយើងនេះជាជនពាលគាត់ទៅប្រព្រឹត្តអបាយមុខលួចទ្រព្យគេយើងមានទោសដែរអត់មានទៅប្រព្រឹត្តខុសក្នុងទៅលួចទ្រព្យគេមានទោសអត់ទៅសម្លាប់សត្វយើងមានទោសអត់មានប្រព្រឹត្តខុសក្នុងកាមនឹងដោយសារមិត្តយើងនឹងឯងអញ្ចឹងបានក្នុងជាដកមួយកូននោះគេហៅថាកូនល្ងងប្រហែលជាល្ងងយើងបច្ចុប្បន្នហៅថាល្ងង10ចិត្តអញ្ចឹងចុះរុយវារួមក្បាលអោនឹងឲ្យកូនជួយដេញរុយដេញទៅគាត់មិននឹងរកអីដេញយកអង្រេបុកគ្រឿងយើងហ្នឹងរុយទុំក្បាលអោដាក់មកអង្រេភឹងរុយហើទៅបាត់អោនេះកាច់បាត់ស្លាប់ឃើញចង់ថាកូនហ្នឹងដូចជាមិត្តចឹងអោខំពឹងឲ្យដេញរុយតែដល់ពេលថាកូនមិត្តដែលជាមនុស្សល្ងងអញ្ចឹងរកអបាយដែលជាគ្រឿងរាដេញរុយមិនឃើញមានតែអង្រេហ្នឹងអញ្ចឹងវាយក្បាលអោបែកឬក៏អាចដល់ស្លាប់អញ្ចឹងនេះមិត្តដែលជាមនុស្សល្ងងតែយើងមើលរឿងរ៉ាវទៅហាក់ដូចជាលក្ខណៈថាល្ងងពេកមានទេរហូតថាយន្តរេវាយក្បាលអោតែរឿងនេះគឺសម័យមុនមានជាដកអង្គសម្ដែងមកពិតប្រាកដហើយអាត្មានឹងលើករឿងមួយទៀតថាមានមិត្តជាជនពាលហ្នឹងស្ថិបុត្រសម័យពុទ្ធកាលនេះឪពុកម្ដាយមានទ្រព្យ80កោដនោះច្រើនណាស់ញោម80កោដនោះហើយគាត់មានកូនប្រុសតែម្នាក់គាត់អត់ហ៊ានឲ្យកូនរៀនទេគាត់ថាខ្លាចកូនរៀនទៅលំបាកបើរៀនសរសេរចុកដៃរៀនរួមក្បាច់រួមសារវ័នអីចឹងចុកដៃរៀនសូត្រកំណាព្យអីរួយមាត់រៀននិពន្ធអីពិបាកគ្រូក្បាលគិតចឹងគាត់ខ្លាចកូនគាត់លំបាកចឹងគាត់ថាប្រសិនបើកូនអញចាយក្នុងមួយថ្ងៃ1000កហបណៈរហូតដល់ចាស់ស្លាប់លុយនេះក៏មិនអស់ផងចឹងគាត់អត់ឲ្យកូនរៀនទេហើយកូននឹងពេញរូបរាងមកក៏ទៅដណ្ដឹងនារីម្នាក់ដែលមានទ្រព្យសម្បត្តិប្រហែលគ្នាមកឲ្យធ្វើជាភរិយាពុកម្ដាយក៏ធ្វើការកិរិយាទៅរៀងខ្លួននៅសល់តែកូន2នាក់ប្តីប៉ុនហ្នឹងហើយប្រាក់ប្តី80កោដប្រពន្ធ80កោដដែរដល់ចឹងទៅគាត់អត់មានសិល្បៈក្នុងការចិញ្ចឹមជីវិតទេគាត់មានទ្រព្យសម្បត្តិច្រើនប៉ុន្តែអត់មានចំណេះវិជ្ជាក្នុងការចិញ្ចឹមជីវិតទុកដាក់ទ្រព្យសម្បត្តិឲ្យសមរម្យចឹងណាហើយបានប្រមិតគាត់នេះដឹងថាគាត់មានលុយច្រើនគាត់នាំស្រីក្មេងភាគគ្នាច្រើនមកទៅចប់ចូលប្តីប្រពន្ធ2នាក់ហ្នឹងឲ្យចាយវាយជុំមួយថ្ងៃចាយអស់ច្រើនអាចថាដល់10000ខបណៈមិនយូរប្រហែលទ្រព្យសម្បត្តិទាំងប្តីទាំងប្រពន្ធ80កោដហ្នឹងអស់ពីឃ្លៀងរលីងអស់ហើយអត់មានអីចាយទៀតបញ្ចាំលក់ផ្ទះហើយលក់ដៃចាយអស់អញ្ចឹងដែលម៉ែនឹងអោគិតថាប្រសិនបើកូនអញចាយមួយថ្ងៃ1000កហបណៈរហូតដល់ចាស់ស្លាប់លុយនឹងអត់អស់តែដោយសារគប់បានប្រមិតមិនទាន់បានពាក្យកណ្ដាលជីវិតផងលុយ80កោដហ្នឹងខ្ទេចអស់លីងអស់លុយហើយដៃផ្ទះអស់ទៀតដល់ពេលអស់អញ្ចឹងគាត់មិនដឹងមានវិជាអីទៅរកស៊ីចិញ្ចឹមជីវិតក៏ដើរសុំទានគេទៅដើរសុំទានតាមផ្លូវអញ្ចឹងទៅពួកចោលឃើញបបួលទៅធ្វើចោលហើយធ្វើចោលហ្នឹងយើងដឹងហើយតែគាត់អត់បានរៀនអីចឹងវិធីធ្វើចោលហ្នឹងទៀតអត់ចេះទៀតទៅបបួលទៅចោលគេប្រាប់ថាពេលដែលយើងចូលប្លន់នេះចូលឈោកន្លែងនេះបើប្រសិនបើម្ចាស់ផ្ទះគឺមកនេះចូលយកដំបងវៃសម្រាប់ចោលដល់ពេលអញ្ចឹងពួកចោលដែលគេមានជំនាញគេចូលប្លន់ពុបម្ចាស់គេដឹងអើស្រែកឆលោគេរត់បាត់អស់ហើយគាត់ឈោមកកន្លែងហ្នឹងអត់ចេះអត់រត់ម្ចាស់គេមួយយាវាម្ចាស់តែមិនមែនលឿនណាគាត់អត់មានថាជំនាញនោះយាទៅម្ចាស់គេចាប់បានហើយគេក៏យកទៅឲ្យព្រះរាជាដើម្បីសម្លាប់មុននឹងសម្លាប់គឺគេហៅថាបណ្ដើប្រកាសឲ្យអ្នកស្រុកមើលថាកុំឲ្យយកគំរូតាមគាត់អញ្ចឹងណា
ដល់ប្រកាសឲ្យមើលថាបុគ្គលនេះជាចោរគេចាប់បានអញ្ចឹងគេត្រូវយកទៅប្រហារជីវិតកាត់ក្បាលចោលអញ្ចឹងទៅដើម្បីឲ្យនាងក្រោយឃើញតក់ស្លុតខ្លាចដល់ពេលនាងសុនិសាណាឈ្មោះសុនិសាអញ្ចឹងស្រីគាត់ឃើញទៅគាត់អាណិតថាគាត់ធ្លាប់ជាសេដ្ឋីអញ្ចឹងឥឡូវគាត់ភ្លេចខ្លួនក្រខ្លាចជាចោរអញ្ចឹងគាត់ក៏យកនំដូចជានំអន្សមអញ្ចឹងហើយនឹងទឹកមកផ្ទាល់ទៅឲ្យបុរសហ្នឹងបរិភោគទៅក៏ព្រះមោគលានអនុគ្រោះទៅក៏និមន្តទៅគាត់ក៏ពេលនោះគាត់មានបញ្ញាពិចារណាថាបើអញបរិភោគទឹកហើយនឹងនំនឹងទៅអាត្មាអញក៏ស្លាប់អញ្ចឹងប្រយោជន៍អីដោយការបរិភោគហ្នឹងអាត្មាអញនឹងប្រគេនដល់ព្រះធេរៈអញ្ចឹងក៏ប្រគេនទៅប្រគេនឲ្យព្រះធេរៈក៏គង់ឆាន់ហើយក៏ចោលគេយកទៅសម្លាប់ដោយអានុភាពនៃទឹកមួយផ្តិលហើយនឹងនំដែលនាងជូនគាត់គេដល់ព្រះធេរៈហ្នឹងលោកថាសទ្ធាពេលនោះកើតឡើងខ្លាំងបើគុំគាត់ជាប់នឹងនាងដែលប្រគេននំហ្នឹងត្រូវកើតតាវតឹងជាដើមតាមសំគួរដល់កម្លាំងបនហ្នឹងណាតែដោយសារគាត់ជប់ចម្ពាក់នឹងនាងឲ្យនំហ្នឹងធ្វើឲ្យគាត់កើតរុក្ខទេវតាត្រឹមតែរុក្ខទេវតានេះខ្ញុំមើលដំបងគាត់សេពគប់បាបប្រមិតធ្វើឲ្យគាត់តាំងពីទ្រប80កោដ2ដងនេះ80កោដ2ដងវាឡើងដល់ប្រហែល160ខ្ទេចអស់ទាំងទ្រព្យសម្បត្តិដីស្រែចម្ការអស់លេងតែដល់ពេលគាត់ជប់គេហៅថាកល្យាណមិត្តតាមមួយផ្លេតខ្ញុំមើលកល្យាណមិត្តមានតែធ្វើអីច្រើនឲ្យតែនំអន្សមមួយទឹកមកផ្តិលប៉ុណ្ណឹងដូរយកសម្បត្តិទេវលោកឃើញអត់បាបប្រមិតសេពគប់4 10 20ឆ្នាំអស់ទ្រព្យអលីងតែជប់កល្យាណមិត្តតែមួយរំពេចថាមិនដល់1ម៉ោងផងថា1ម៉ោងចុះដូរយកសម្បត្តិទេវលោកបានតែយើងគួរសេពគប់មិត្តមួយណាមិត្តពីរនេះយើងគួរសេពគប់មួយណាយើងគួរតែសេពគប់កល្យាណមិត្តហើយកល្យាណមិត្តបើកាលព្រះអង្គគង់នោះព្រះអង្គយកខ្លួនព្រះអង្គនឹងជាកល្យាណមិត្តរបស់ភិក្ខុសាមណេរជាមិត្តល្អបំផុតចឹងហើយក៏គាត់នឹងនឹកនាងនឹងក៏នាំនាងនោះទៅនៅសោយនៅសម្បត្តិទេវលោកអស់រយៈពេល7ថ្ងៃនេះថ្មចង់និយាយទៅទៅនឹងបាបមិត្តហើយនឹងកល្យាណមិត្តហើយនឹងការបម្រើឪពុកម្ដាយនឹងជាមង្គលកាលណាដែលយើងកើតមង្គលហើយអាអន្តរាយនឹងត្រូវវិនិច្ឆ័យទៅដោយខ្លួនឯងព្រោះពីរនេះជាបដិបត្តិនឹងគ្នាពេលណាដែលមង្គលកើតអន្តរាយអត់កើតទេពេលណាដែលអន្តរាយកើតមង្គលអត់កើតទេចឹងមង្គលគឺការធ្វើល្អលក្ខណៈថាដោយកូនចៅត្រូវថ្វាយបង្គំឪពុកម្ដាយយាយតាឬក៏នេះដែលមានវ័យចម្រើនជាងខ្លួនត្រឹមបងយើងមិនដល់ថ្វាយបង្គំក៏បានត្រឹមតែលើកដៃប្រណម្យសំពះប៉ុណ្ណឹងក៏ជួយការពារអន្តរាយបានខ្លះតែមិនបាច់និយាយធ្វើដល់ការថ្វាយបង្គំនេះមានសិលមានពួកភិក្ខុសាមណេរឬក៏តាបោះដែលគេសមាទានសិល10ជាដើមអញ្ចឹងណានឹងជាគ្រឿងការពារអន្តរាយល្អបំផុតអញ្ចឹងធម្មទេសនាអាត្មាចូលរួមប៉ុណ្ណឹងខុសត្រូវយ៉ាងណាសូមខន្តីភ័យទោសព្រោះនេះជាលើកទី1ដែលអាត្មាសម្ដែងក្នុងកម្មវិធីបន់កាពិតលោកគ្រូនេះទទួលទេថាមកសម្ដែងតែលោកដាក់ភារៈនោះឲ្យអាត្មាមកអាត្មាក៏បានមើលធួអីមុនដែរអញ្ចឹងខុសត្រូវយ៉ាងណាសូមខន្តីភ័យទោសអំពីសំណាក់គណៈគុំចាស់ញាតិញោមពុទ្ធបរិស័ទហើយសម្រាប់ជាធម្មទាននឹងអាត្មាខ្ញុំគណៈអាត្មាភាពសូមប្រគេនជូនជាពិសេសម្ចាស់កម្មវិធីបន់ណាចាស់កម្មវិធីទាំងអស់សូមបានចំណែកបនកសលទាំងឡាយណាដែលអាត្មាធ្វើថ្ងៃមុនបានចូលរួមកសាងត្បូងពេជ្រជាមួយលោកតា$50ហើយនឹងកសាងវិហារថ្ងៃមុនសពទាំងអស់300ចឹងបនកសលទាំងឡាយទៅពួងធម្មទានអមិសទានទាំងអស់នោះសូមប្រគេនជូនគណៈគុំចាស់ញាតិញោមពុទ្ធបរិស័ទបានចំណែកបនស្មើគ្នានោះសូមអនុមោទនាណាទានសូមអនុមោទនាព្រះធម៌ថ្លៃបរិសុទ្ធព្រះសាមពុទ្ធទ្រង់ប្រទានអ្នកស្ដាប់នរមេបានអានិងសំប្រាកាបាត់ទៅណា